មាយាទសម្បត្តិកុលស្ត្រី10ប្រការ1. ឱវាទថាកុំនាំភ្លើងចេញក្រៅគឺថាកុំយកសេចក្តីមិនល្អរបស់ឪពុកម្ដាយក្មេកឬស្វាមីចេញទៅនិយាយឲ្យអ្នកក្រៅស្ដាប់កុំបរិហាគេត្រកូលខាងស្វាមី 2. ឱវាទថាកុំយកភ្លើងខាងក្រៅចូលក្នុងផ្ទះគឺថាបើមានអ្នកស្ដីនិន្ទាឪពុកម្ដាយក្មេកឬស្វាមីយ៉ាងណាកុំឲ្យនាំរឿងទាំងនោះមកនិយាយឲ្យអ្នកផ្ទះស្ដាប់ 3. ឱវាទថាត្រូវឲ្យវត្ថុដល់អ្នកដែរគួរឲ្យប៉ុណ្ណោះគឺថាគួរឲ្យរបស់ដល់អ្នកណាខ្ចីដែលគេចេះយកមកសងវិញ 4. ឱវាទថាកុំឲ្យវត្ថុដល់អ្នកដែលមិនគួរឲ្យគឺថាមិនគួរឲ្យរបស់ខ្ចីដល់អ្នកដែលមិនសងវិញ 5. ឱវាទថាឲ្យដល់អ្នកដែលគួរនិងមិនឲ្យដល់អ្នកដែលមិនគួរគឺថាពេលមានញាតិមិត្តក្រខ្សត់មកសុំឲ្យជួយសូមពុំអ្នកអាស្រ័យពេលឲ្យទៅហើយគេសងក្តីមិនសងក្តីគួរឲ្យ 6. ឱវាទថាឲ្យចេះអង្គុយជាសុខគឺថាឲ្យចេះអង្គុយក្នុងកម្រិតរវាងឪពុកក្មេកម៉ែក្មេកនិងស្វាមី 7. ឱវាទថាឲ្យចេះដេកជាសុខគឺថាគួរតែដេកក្រោយឪពុកក្មេកម្ដាយក្មេកនិងស្វាមី 8. ឱវាទថាឲ្យចេះញ៉ាំងជាសុខគឺថាគួរចេះចាត់អាហារឲ្យឪពុកក្មេកម្ដាយក្មេកបរិភោគហើយទើបខ្លួនហូបជាក្រោយ 9. ឱវាទថាត្រូវចេះបម្រើភ្លើងគឺថាត្រូវដឹងខ្លួនជានិច្ចថាឪពុកក្មេកម្ដាយក្មេកនិងស្វាមីប្រៀបដូចជាភ្នក់ភ្លើងឬនិរាជដែលខ្លួនត្រូវតែបម្រើ 10. ឱវាទថាត្រូវចេះគោរពទេវតាខាងក្នុងគឺថាត្រូវដឹងខ្លួនជានិច្ចថាឪពុកក្មេកម្ដាយក្មេកនិងស្វាមីប្រៀបដូចជាទេវតាដែលខ្លួនត្រូវតែគោរព អគតិ 4 សេចក្តីលំអៀង4យ៉ាង 1. ឆន្ទាគតិសេចក្តីលំអៀងព្រោះស្រឡាញ់ 2. ទោសាគតិសេចក្តីលំអៀងព្រោះស្អប់ 3. មោហគតិសេចក្តីលំអៀងព្រោះល្ងង់ 4. ភយាគតិសេចក្តីលំអៀងព្រោះខ្លាចអំណាច មាយាទសម្បត្តិកុលស្ត្រី10ប្រការនិងអគតិ 4 សូមចប់តែត្រឹមប៉ុណ្ណេះសូមអនុមោទនា